រឿងកូនកតញ្ញូនៅភូមិតូចមួយមានក្មេងប្រុសម្នាក់ឈ្មោះវុទ្ធីគាត់រស់នៅជាមួយម្ដាយឪពុកក្រីក្រដែលប្រឹងធ្វើស្រែចម្ការទោះបីជាជីវភាពលំបាកក៏វុទ្ធីតែងជួយការងារផ្ទះនិងគោរពម្ដាយឪពុកជានិច្ចឪពុកម្ដាយរបស់វុទ្ធីខិតខំធ្វើការយ៉ាងលំបាកដើម្បីឲ្យកូនបានរៀនសូត្រម្ដាយសូម្បីតែឈឺក៏មិនឈប់ធ្វើការវុទ្ធីឃើញហើយមានចិត្តអាណិតខ្លាំងថ្ងៃមួយវុទ្ធីនិយាយទៅម្ដាយថាថ្ងៃក្រោយខ្ញុំនឹងខំរៀននិងធ្វើការល្អដើម្បីសងគុណឪពុកម្ដាយញញឹមទាំងទឹកភ្នែកវុទ្ធីទៅសាលារៀនរាល់ថ្ងៃទោះផ្លូវឆ្ងាយនិងគ្មានស្បែកជើងល្អក៏ដោយគាត់ខំប្រឹងរៀនមិនខ្ជិលឡើយហើយគ្រូក៏សរសើរជាញឹកញាប់ថ្ងៃមួយឪពុករបស់វុទ្ធីឈឺធ្ងន់មិនអាចទៅធ្វើស្រែបានគ្រួសារកាន់តែលំបាកវុទ្ធីសម្រេចចិត្តជួយរកប្រាក់បន្ថែមក្រោយម៉ោងរៀនក្រោយចេញពីសាលាវុទ្ធីទៅជួយអ្នកភូមិដឹកទឹកកាប់ឈើនិងធ្វើការតូចៗដើម្បីរកប្រាក់ទិញថ្នាំឲ្យឪពុកទោះនឿយហត់ក៏គាត់មិនត្អូញត្អែម្ដាយឃើញកូនប្រឹងប្រែងនិងមានចិត្តកតញ្ញូក៏និយាយថាកូនជាក្តីសង្ឃឹមរបស់គ្រួសារពាក្យនោះធ្វើឲ្យវុទ្ធីកាន់តែមានកម្លាំងចិត្តសាលាប្រកាសអាហារូបករណ៍សម្រាប់សិស្សពូកែវុទ្ធីខំប្រឹងប្រឡងហើយចុងក្រោយគាត់បានជាប់លេខ1ទទួលអាហារូបករណ៍ទៅរៀនបន្តបន្ទាប់ពីរៀនចប់និងមានការងារល្អវុទ្ធីយកប្រាក់មកជួយគ្រួសារសង់ផ្ទះថ្មីនិងព្យាបាលឪពុកម្ដាយអ្នកភូមិទាំងអស់សរសើរថាគាត់ជាកូនកតញ្ញូពិតប្រាកដវុទ្ធីនិយាយថាទ្រព្យធំបំផុតក្នុងជីវិតមិនមែនលុយទេប៉ុន្តែជាការសងគុណឪពុកម្ដាយគ្រួសាររស់នៅដោយសុខមង្គលនិងសេចក្តីស្រឡាញ់ជារៀងរហូត